จ้าบองปูนទាំងអស់គ្នានេះថ្ងៃនេះសុំត្រីសេខ្យងស្រែម្ដងអើយព្រោះឃើញអ្នកភូមិគេទៅដាក់ម៉ងគេទៅចាប់នេះណាបានល្អមែនទែនក៏យកមកលក់ឲ្យដល់ផ្ទះណាពូម៉ែបងប្អូនខ្យងនេះណាខ្យងស្រែណាមានខ្យងយួនតែណាខ្យងស្រែគិតស្វាតាមបឹងតាមអូណាហើយនេះត្រីអូត្រីដាក់ម៉ងនេះណានិយាយវាសិតតពងនិយាយថាឆ្ងាញ់មែនទែនអាំងហូបក្តៅក្តៅចេះជាមួយនឹងអាំម្ទេសហិលជូរនេះណាអាបុទឹកត្រីកោះកុងហិលជូរនេះក៏ឆ្ងាញ់ចាប់ជាតិគ្នាជាមួយត្រីអាំងក្តៅត្រីស្រែនេះណាអូថាឆ្ងាញ់តែមែនទែនឯងពួកម៉ែបងប្អូនព្រោះថ្ងៃមុនហូបទៅបុកហូបទៅសាច់ថ្ងៃនេះសុំត្រីស្រែខ្យងស្រែម្ដងអើយឃើញតនងអត់និយាយពីថាជាតិហើយមួយទៀតនេះត្រីស្រែនេះណាពួកម៉ែបងប្អូននិយាយពីសិតតពងវាឡើងដាក់ទៅផ្អែមមួយខ្ញុំថានិយាយពីត្រីស្រែចេះសាច់វាផ្អែមហើយខ្ទិះមើលតែមិត្តណាហូបណាក៏ដឹងតែឆ្ងាញ់ដែរបាយមួយចានគោមនេះគ្មានសល់ទៀតទេដឹងតែអស់ទៀតហើយថាឆ្ងាញ់តែមែនទែនឯងហូបនេះមិនមែនតែហូបណាមកថតតែមានផ្ទះនេះពួកម៉ែបងប្អូនឃើញទេសភាពពើបៃតងស្រស់ហនក្នុងអេបផ្ទះខ្ញុំនេះខ្ញុំអង្គុយហូបនេះហើយអាំងក្តៅចេះណាហើយនិយាយពីឆ្ងាញ់ហើយមួយទៀតនេះអាខ្យងនេះណាពួកម៉ែបងប្អូនមុននឹងខ្ញុំយកមកអាំងដាក់បុកមែលហិលហោះចេះណាខ្ញុំស្រោះជាមួយទឹកដូងខ្ញុំដាក់ដូងឡើងពីណាត្រង់ខ្ញុំឡើងមួយឆ្នាំងនោះខ្ញុំនៅខាងនោះទៀតតែខ្ញុំដាក់អស់ឆ្អើវាពេញដាក់ជាមួយទឹកដូងដាក់លឹកក្រូចដាក់លើក្រៃបែលប៊ីចេងលហែមមកហើយជ្លក់ជាមួយនេះទឹកត្រីកោះកុងហិលជូរនេះណាអូនិយាយពីថាឆ្ងាញ់ខ្ញុំថាមិននិយាយលេងទីហាទឹកដូងណាពេលយើងស្ងោរខ្យងណាម៉ែបងប្អូនពេលយើងស្ងោរជាមួយទឹកដូងហើយសាច់វាទន់ឆ្ងាញ់បើយើងស្ងោរជាមួយទឹកជាណាក៏ឆ្ងាញ់ទេខ្ញុំព្រឹនទៅប្រាប់ខ្ញុំធ្លាប់ហូបចេះពួកម៉ែបងប្អូនបើពួកម៉ែបងប្អូនមិនជឿអាចសាក់មើលបានខ្យងនេះយើងស្ងោរជាមួយទឹកដូងណាហូបទៅសាច់ទន់ហើយឆ្ងាញ់នេះហើយយកយើងស្ងោររួចយើងយកមកអាំងចេះណាជាតិទឹកដូងវានៅក្នុងខ្សងណាហើយដាក់ជាមួយទឹកត្រីកោះកុងជូរហិលនេះណានិយាយពីថាឆ្ងាញ់មែនទែនពួកម៉ែបងប្អូនមិនជឿមើលមាត់ណាហូបនេះទៅថាបាយមួយចាននោះអស់បាត់ហើយនោះកាយញ៉ក់បងប្អូនអស់ហើយហូបមែនទែនពួកហេវបាយពីថ្ងៃអាឡៃតរវល់កាងារក៏ហូបបាយបានបន្តិចនេះហៅទៅពេលទៅឃើញត្រីស្រែគេយកលក់យកមកទិញអាំងជាមួយខ្យងស្រែចេះណាអូនិយាយពីថាជាតិខ្យងស្រែជើងហុយទឹកដូងនេះក៏ឆ្ងាញ់មិនណយដែរសាច់វាឡើងទន់ហើយហូបជាមួយទឹកត្រីកោះកុងជូរហិលនេះក៏វាឆ្ងាញ់មិនណយដែរពួកម៉ែបងប្អូននិយាយពីត្រីស្រែណាដាក់តណាដេញតែជាតិហើយព្រោះសាច់វាផ្អែមហូបទៅថាឆ្ងាញ់មែនទែនក្តៅហុយហូបនៅបៀតតែចេះណាគួយហូបបៀតធម្មជាតិចេះណាមិនយំផងអីផងឆ្កែរត់រវិចរវាច់ទៅក៏ឆ្ងាញ់មួយយ៉ាងដែរណាពួកម៉ែបងប្អូនគួយហូបកណាលវាតែចេះណាអារម្មណ៍យើងក៏តាមនោះដែលស្រស់ស្រាយហើយឆ្ងាញ់ទៀតណាមើលនេះឃើញអត់អូយកាយញ៉ាត់គ្មានខ្វល់រឿងឡើងគីឡូនេះព្រោះតែឆ្ងាញ់ដល់ថ្ងៃអីនេះនោះអរគុណពួកម៉ែបងប្អូន